បាទប្រិមត្តទីនត្រីនៅខាងខេត្តតកែវនៅវិញនៅថ្ងៃទី3ខែមីនានៃឆ្នាំ2026នេះក្រសួងអភិវឌ្ឍជនបទរួមជាមួយនឹងខាងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាបានបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍសហគមន៍និងហេដ្ឋារចនាសម្ព័ន្ធនានាក្រោមរញ្ញបទានឥតសំណងពីរដ្ឋាភិបាលកូរ៉េបាទតាមរយៈសាជីវកម្មសហគមន៍ជនបទកូរ៉េដែលស្ថិតនៅក្នុងសង្កាត់រកាក្រៅក្រុងដូនកែវនៃខេត្តតកែវនេះលោក Kwon Yong-chun ដែលជាអគ្គនាយកនៃសាជីវកម្មសហគមន៍ជនបទកូរ៉េ KRC បានថ្លែងនៅចំណាប់អារម្មណ៍ដោយបានបញ្ជាក់ជូនថាសាជីវកម្មសហគមន៍ជនបទកូរ៉េនឹងយកជំនាញបច្ចេកទេសនិងបទពិសោធន៍នៃការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកូរ៉េដើម្បីសាងសង់មជ្ឈមណ្ឌលនៅក្នុងខេត្តតាកែវដែលបំពាក់នូវគ្រឿងបរិក្ខារប្រកបដោយគុណភាពខ្ពស់ឯកឧត្តម Kim Chang-yongឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានចែករំលែកនៅបទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្រនិងកំណើនសេដ្ឋកិច្ចរបស់សាធារណរដ្ឋកូរ៉េតាមរយៈកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍជនបទជាមួយនឹងការបដិញ្ញាចិត្តយ៉ាងមុតមាំថាសាធារណរដ្ឋកូរ៉េនឹងធ្វើដំណើរជាមួយនឹងប្រទេសកម្ពុជាឆ្ពោះទៅកាន់ភាពរីកចម្រើនក្នុងនាមជាមិត្តដ៏ជិតស្និទ្ធនិងភក្តីភាពឯកឧត្តមឆៃរដ្ឋិសារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានគូបញ្ជាអំពីការអភិវឌ្ឍនិងការរីកចម្រើននានាលើគ្រប់វិស័យក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាពនានីតិកាលកន្លងមកក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែនបិតាសន្តិភាពនៃកម្ពុជាអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានប្រសិទ្ធិនិងក្រោមការដឹកនាំបន្តវេនប្រកបដោយធម្មវន្តរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងគោលដៅឈានទៅសម្រេចឲ្យបាននៅចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ2050ក្នុងនាមជាសេនាធិការរបស់រដ្ឋាភិបាលក្រសួងអភិវឌ្ឍជនបទបាននឹងកំពុងតែអភិវឌ្ឍតំបន់ជនបទនៅទូទាំងប្រទេសកម្ពុជាឲ្យមានភាពរីកចម្រើនក្នុងសន្ទុះយ៉ាងលឿនតាមរយៈការអនុវត្តនៅគោលនយោបាយជាតិស្តីអំពីការអភិវឌ្ឍជនបទឆ្នាំ2025-2035ដែលបានកំណត់ចក្ខុវិស័យកសាងសង្គមជនបទកម្ពុជាឲ្យមានវិបុលភាពបរិយាបន្នសមធម៌និងចីរភាពឯកឧត្តមបានបន្ថែមទៀតថាការអភិវឌ្ឍភូមិនិងសហគមន៍ជនបទចម្រុះប្រកបដោយភាពធន់និងបរិយាបន្ននៅតំបន់ជនបទគឺជាការងារអាទិភាពមួយរបស់ក្រសួងក្នុងការគ្រប់គ្រងសកម្មភាពអភិវឌ្ឍសហគមន៍ជនបទទូទៅសហគមន៍ដីសម្បត្តិសង្គមគិច្ចគ្រប់ប្រភេទនិងសហគមន៍ជនជាតិដើមភាគតិចតាមរយៈការបង្កើតនិងគ្រប់គ្រងមជ្ឈមណ្ឌលអភិវឌ្ឍសហគមន៍ជនបទការអភិវឌ្ឍបច្ចេកវិទ្យា Digital នៅសហគមន៍ជនបទដើម្បីលើកស្ទួយគុណភាពនិងគុណតម្លៃនៃជីវិតរស់នៅរបស់សហគមន៍ជនបទការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍសហគមន៍ដើម្បីអភិវឌ្ឍធនធានមនុស្សនិងលើកកម្ពស់អាជីវកម្មកសិកម្មកម្ពុជានេះគឺជាមជ្ឈមណ្ឌលទី2ក្រោមហេរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលនវានុវត្តន៍ថ្មីក្នុងការផ្លាស់ប្ដូរគំនូរស្តង់ដារនៃវិស័យឯកជននិងកសិកម្មនៅកម្ពុជា